សួរបងប្អូនអរគ្នាវីដេអូបន្ទាប់នេះអ្នកខ្ញុំលើកយកអំពីការសុបិនទាក់ទងនឹងការរៀបការឬក៏រៀបអាពាហ៍ពិពាហ៍ប្រសិនបើបងប្អូនសុបិនឃើញថាខ្លួនឯងរៀបអាពាហ៍ពិពាហ៍ទាក់ទងទី1វាបង្ហាញថាអ្នកមានបំណងចង់បានការរៀបការដែលមានសុភមង្គលឬក៏ជីវិតគ្រួសារមួយដែលយូរអង្វែងទី2វាតំណាងឲ្យការចាប់ផ្ដើមជីវិតថ្មីមួយដែលទាក់ទងនឹងការរីកចម្រើនសម្រាប់អ្នករីឯទី3វាបង្ហាញពីការទទួលខុសត្រូវដ៏ធំធេងនិងឆ្លុះបញ្ចាំងពីស្មារតីទទួលខុសត្រូវរបស់យើងទី4វាបង្ហាញពីការរងសម្ពាធនិងការបាត់បង់សេរីភាពទី5វាបង្ហាញពីសម្ពាធប្រសិនបើអ្នកនឹងរៀបការចំមង្គលការក្នុងពេលឆាប់ៗនេះទី6បើអ្នករៀបការរួចហើយប្រសិនបើឃើញរៀបការបែបនេះបង្ហាញថាអ្នកយល់ថាជីវិតអាពាហ៍ពិពាហ៍របស់អ្នកមិនសមប្រកបដោយដែលអ្នកបានគិតមុនឡើយដូច្នេះអ្នកមិនពេញចិត្តនឹងស្ថានភាពបច្ចុប្បន្ននៅខាងក្នុងចិត្តរបស់អ្នកមានការមិនពេញចិត្តមួយចំនួនដែលមិនត្រូវបានប្តីឬក៏ប្រពន្ធអ្នកមើលឃើញសារៈសំខាន់សុបិនថារៀបការជាមួយមនុស្សខុសបើសិនជាបានរៀបការជាមួយនឹងមនុស្សម្នាក់បង្ហាញថាអ្នកនឹងមានអាកប្បកិរិយាមិនសូវល្អក្នុងពេលថ្មីនេះហើយអ្នកនឹងធ្វើឲ្យខ្លួនឯងខ្មាស់គេបើអ្នកកាចឆ្នះជ្រុលពេកដូច្នេះអ្នកគួរប្រយ័ត្នប្រយែងបើអ្នកនៅលាវតែសុបិនឃើញរៀបការជាមួយមនុស្សម្នាក់វាបង្ហាញថាអ្នកនឹងមានសំណាងក្នុងរឿងស្នេហាអ្នកទំនងជារកឃើញគូស្នេហ៍ដ៏ប្រពៃម្នាក់ហើយស័ក្តិសមនឹងរៀបការជាមួយគ្នាក្នុងពេលដ៏ខ្លីផងដែរបើអ្នករៀបការរួចហើយសុបិនថារៀបការជាមួយនរណាម្នាក់វាបង្ហាញថាអ្នកនឹងមានសំណាងមិនល្អហើយអ្នកមិនពេញចិត្តនឹងជីវិតអាពាហ៍ពិពាហ៍បច្ចុប្បន្ននោះឡើយបើអ្នកជាមនុស្សវ័យចំណាស់ហើយសុបិនថារៀបការវាបង្ហាញថាអ្នកនឹងមានសំណាងក្នុងពេលឆាប់ៗខាងមុខហើយអ្នកត្រូវមានសេចក្តីក្លាហាននិងការងារបដិចិត្តដោយសារតែការរស់នៅបែបអ្នកនឹងមានការផ្លាស់ប្ដូរបើអ្នកជាសិស្សហើយសុបិនថារៀបការជាមួយនរណាម្នាក់វាបង្ហាញថាអ្នកនឹងមានលទ្ធផលក្នុងការសិក្សាក៏ដូចជាការប្រឡងរបស់អ្នកសុបិនឃើញគេរៀបការសុបិនឃើញអ្នកផ្សេងរៀបការបង្ហាញថានឹងមានរឿងល្អកើតឡើងចំពោះអ្នកដូចជាសមាជិកគ្រួសារត្រូវបានតម្លើងឋានៈឬជាសះស្បើយពីជំងឺវាបានបង្ហាញថាអ្នកនឹងមានសំណាងល្អហើយរស់នៅក្នុងជីវិតដែលសប្បាយរីករាយសុបិនថាគូស្នេហាបានរៀបការជាមួយអ្នកដទៃបង្ហាញថាស្នេហារបស់អ្នកនឹងទទួលជោគជ័យសុបិនឃើញមនុស្សដែលអ្នកស្គាល់រៀបការបង្ហាញពីតម្រូវការអនាគតរបស់អ្នកបើអ្នកជាមនុស្សស្រីដែលមិនទាន់រៀបការហើយសុបិនឃើញអ្នកដទៃរៀបការវាបង្ហាញថាអ្នកនឹងរកឃើញគូស្នេហ៍ដ៏ល្អម្នាក់តែបែរជាស្ត្រីមានគ្រួសារហើយសុបិនបែបនេះបង្ហាញថាចង់មានស្នេហាលួចលាក់បើអ្នកជាបរិសុទ្ធមិនទាន់រៀបការសុបិនឃើញអ្នកដទៃរៀបការវាបង្ហាញថាអ្នកកំពុងបារម្ភការវ័យកាន់តែចាស់ទៅបើអ្នកជាបរិសុទ្ធរៀបការរួចសុបិនបែបនេះបង្ហាញថាអ្នកនឹងមានដំណឹងល្អបើអ្នកជាអ្នកចំនួនសុបិនឃើញអ្នកដទៃរៀបការបង្ហាញថាអ្នកនឹងរកបានដៃគូ
ដល់ប្រសើរម្នាក់ប្រសិនបើអ្នកជាសិស្សសុបិនពីនរណាម្នាក់រៀបការវាបង្ហាញថាអ្នកនឹងជួបប្រទះនឹងបញ្ហាខ្លះក្នុងពេលប្រឡងពិធីអាពាហ៍ពិពាហ៍សុបិនថាបានចូលរួមពិធីរៀបការជាធម្មតាបង្ហាញពីមរណភាពនៃសាច់ញាតិសន្តាននិងមិត្តភក្តិរបស់អ្នកសុបិនថាមើលឃើញពិធីរៀបការរបស់អ្នកដទៃបង្ហាញពីសំណាងនិងមានដល់ក្រុមគ្រួសារដូចជាសមាជិកមានការឡើងឋានៈឬប្រឡងជាប់ដោយជោគជ័យសុបិនថាคล้ายជាមន្ត្រីសម្រាប់ដំណើរការពិធីការបង្ហាញថាអ្នកនឹងបានកម្លាំងឋានៈជាមួយនឹងអនាគតដ៏ល្អប្រសើរសុបិនថាអ្នកដើរចូលទៅក្នុងសាលពិធីដ៏ស្រស់ស្អាតមួយបង្ហាញថាអ្នកនឹងទទួលបានជោគជ័យក្នុងអាជីពការងារជាមួយនឹងទ្រព្យសម្បត្តិទាំងភាពល្បីល្បាញទាំងកេរ្តិ៍ឈ្មោះសុបិនថាឪពុកម្ដាយរបស់អ្នកចូលរួមពិធីមង្គលការរបស់អ្នកបង្ហាញថាអ្នកនឹងទទួលបានជំនួយពីនរណាម្នាក់សុបិនពិធីមង្គលការដែលពោពេញទៅដោយស្រាបង្ហាញថាអ្នកគួរតែប្រយ័ត្នប្រយែងក្នុងពេលថ្មីៗដោយសារអ្នកអាចនឹងបង្កបញ្ហាខ្លះៗបើអ្នកកំពុងមានស្នេហាហើយសុបិនបានចូលរួមពិធីមង្គលការណាមួយវាបង្ហាញថាអ្នកនឹងជួបបញ្ហាជាមួយដៃគូស្នេហារបស់អ្នកឬមានជម្លោះនឹងគេដោយសារតែរឿងតូចតាចណាមួយមិនខានសុបិនពិធីមង្គលការមានកូនកំឡោះឬកូនក្រមុំបង្ហាញថាអ្នកមិនមានទំនុកចិត្តចំពោះគូស្នេហារបស់អ្នកទេចានេះទាក់ទងនឹងសុបិនឃើញគេរៀបអាពាហ៍ពិពាហ៍ឬខ្លួនឯងអាពាហ៍ពិពាហ៍ណាបងប្អូនចាចឹងទាក់ទងនឹងការសុបិននេះការបកស្រាយអំពីក្តីសុបិនអំពីការរៀបការអាស្រ័យទៅលើឈុតអាពាហ៍ពិពាហ៍នៅក្នុងក្តីសុបិននិងអារម្មណ៍របស់អ្នកពេលយល់សពនោះមិនថាអ្នករៀបការឬក៏នៅទេក្នុងក្តីសុបិនបែបនេះវាបង្ហាញពីអាកប្បកិរិយារបស់អ្នកចំពោះអាពាហ៍ពិពាហ៍ស្នេហានិងជីវិតវាជារូបភាពអរូបិយម្យ៉ាងនៃបេះដូងរបស់អ្នកសុបិនថាអ្នកបានរៀបការមានអត្ថន័យជាច្រើនប្រវត្តិនិងស្ថានភាពបច្ចុប្បន្នជាចំណុចបកប្រែយ៉ាងសំខាន់សម្រាប់ការយល់សពបែបនេះអញ្ចឹងតកតងនឹងការយល់សពហ្នឹងគឺវាតកតងទៅនឹងស្ថានភាពនិងអារម្មណ៍ហើយនឹងការស្លៀកពាក់ឬក៏ឈុតដែលយើងយល់សពឃើញនឹងផងដែរណាបងប្អូនចាហើយតកតងនឹងសុបិននៃការរៀបការហ្នឹងក៏ដល់ទីបញ្ចប់ហើយនេះខ្ញុំសូមអរគុណសម្រាប់បងប្អូនដែលបានតាមដានស្ដាប់ហើយមើលវីដេអូនេះក្នុងកន្លងមកហើយសូមបងប្អូនជួយចុចរូបកណ្ដឹងដើម្បីទទួលបាននៅវីដេអូថ្មីៗទៀតទាក់ទងនឹងការសុបិនឬក៏ការកាត់សុបិនយល់សពកាត់លេខឆ្នោតណាបងប្អូនចាហើយក៏សូមការអភ័យទោសចំពោះការរំខានសំឡេងព្រោះនៅទីនេះវារៀងមានសំឡេងអ៊ូអរបន្តិចបងប្អូនចាអញ្ចឹងសូមអរគុណច្រើនបងប្អូនសូមគោរពលា